វ៉ាក្នុងស្រុកមិនគ្រប់រាជធានីសំឡេងមេងទៅពេជ្រចិន្តាបន្តទៅស្រែកទាមទារយុត្តិធម៌ឲ្យជាតិដល់បារាំងស្របពេលប្រជាជននៅក្នុងស្រុកកំពុងតែរត់រះជួយទៅដល់ជនភៀសសឹកនិងកងទ័ពជួរមុខតាមរយៈការរៀបចំស្បៀងអាហារក៏ដូចជាបន្តបញ្ចេញសកម្មភាពបង្ហាញទៅកាន់ពិភពលោកពីការឈ្លានពានរបស់ប្រទេសថៃនោះគេបានឃើញប្រជាជនកម្ពុជាដែលរស់នៅឯក្រៅប្រទេសក៏បានកំពុងស្រោះដៃស្រោះជើងគ្នាដែរក្នុងនោះគេបានឃើញប្រជាជនកម្ពុជាដែលរស់នៅក្រៅប្រទេសជុំវិញពិភពលោកបានប្រមូលផ្ដុំគ្នាបន្តចលនានៅក្នុងការស្រែករកយុត្តិធម៌ឲ្យកម្ពុជាចូលរួមចលនាប្រឆាំងអំពើឈ្លានពានរបស់ថៃមកលើកម្ពុជានៅក្នុងនាមជាកូនខ្មែរស្រឡាញ់ការពារទឹកដីជាក់ស្ដែងកាលពីថ្ងៃទី21ខែធ្នូឆ្នាំ2025កន្លងទៅតាមរយៈការបង្ហោះរបស់រាជធានីសំឡេងអ្នកនាងមេងកែបពេជ្រចិន្តាក៏បានបង្ហោះពីសកម្មភាពនៃការចូលរួមរបស់អ្នកនាងនៅក្នុងការជួបជុំនៅទឹកដីប្រទេសបារាំងផងដែរលើសពីនោះអ្វីដែលគួរឲ្យចាប់អារម្មណ៍អ្នកនាងមេងកែបពេជ្រចិន្តាបានកាន់មីក្រូហ្វូនប្រកាសក្តែងទាំងអួរដើមកសំណុំពរឲ្យអន្តរជាតិជួយមើលមកកម្ពុជាដែលជាប្រទេសរងគ្រោះដែលកំពុងរងការឈ្លានពានពីប្រទេសថៃសូមឲ្យប្រទេសថៃបញ្ឈប់ការធ្វើសង្គ្រាមមកកាន់កម្ពុជាព្រោះពេលនេះមិនត្រឹមតែកងទ័ពកម្ពុជានោះទេដែលរងគ្រោះគឺសូម្បីតែប្រជាជនស្លូតត្រង់ក៏ត្រូវរងគ្រោះដូចគ្នាចាពុកម៉ែបងប្អូនចាបាននិយាយអំពីអ្នកនាងមេងកែបពេជ្រចិន្តាចាពុកម៉ែបងប្អូនចាប្រកាសជាបានស្គាល់រួចមកហើយចាឃើញថាស្របពេលដែលប្រជាជននៅក្នុងស្រុកកំពុងតែរត់រះចាជួយទៅដល់ជនភៀសសឹកនិងកងទ័ពជួរមុខតាមរយៈការរៀបចំស្បៀងអាហារក៏ដូចជាបន្តបញ្ចេញនៅសកម្មភាពដើម្បីបង្ហាញទៅកាន់ពិភពលោកពីការឈ្លានពានរបស់ប្រទេសថៃនោះចាគេក៏បានឃើញប្រជាជនកម្ពុជាដែលបានរស់នៅឯក្រៅប្រទេសក៏បានកំពុងស្រោះដៃស្រោះជើងគ្នាផងដែរក្នុងនោះគេក៏បានឃើញប្រជាជនកម្ពុជាដែលបានរស់នៅឯក្រៅប្រទេសជុំវិញពិភពលោករបស់យើងចាបានប្រមូលផ្ដុំគ្នានិងបន្តចលនានៅក្នុងការស្រែករកយុត្តិធម៌ឲ្យកម្ពុជាយើងទាំងមូលចាចូលរួមចលនាប្រឆាំងអំពើឈ្លានពានរបស់ថៃមកលើកម្ពុជានៅក្នុងនាមគឺជាកូនខ្មែរដែលស្រឡាញ់ការពារទឹកដីរបស់ខ្លួនជាក់ស្ដែងកាលពីថ្ងៃទី21ខែធ្នូឆ្នាំ2025កន្លងទៅនេះជាតាមរយៈការបង្ហោះរបស់អ្នកនាងមេងកែបពេជ្រចិន្តាក៏បានបង្ហោះអំពីសកម្មភាពនៃការចូលរួមរបស់អ្នកនាងនៅក្នុងការជួបជុំនៅទឹកដីនៃប្រទេសបារាំងផងដែរលើពីនោះអ្វីដែលគួរឲ្យចាប់អារម្មណ៍ខ្លាំងនោះចាគឺអ្នកនាងមេងកែបពេជ្រចិន្តាគឺបានកាន់មីក្រូហ្វូននិងប្រកាសក្តែងទាំងអួរដើមកចាដើម្បីសំណូមពរឲ្យអន្តរជាតិជួយមើលមកកម្ពុជាដែលជាប្រទេសដែលត្រូវរងគ្រោះដែលកំពុងតែរងការឈ្លានពានពីប្រទេសថៃចាសូមឲ្យប្រទេសថៃនឹងបញ្ឈប់ការធ្វើសង្គ្រាមមកកាន់ប្រទេសកម្ពុជាចាព្រោះថាពេលនេះមិនត្រឹមតែកងទ័ពរបស់កម្ពុជានោះទេដែលត្រូវរងគ្រោះចាគឺសូម្បីតែប្រជាជនដែលស្លូតត្រង់ក៏ត្រូវមករងគ្រោះដូចគ្នាផងដែរ